បាទសួស្តីបងប្អូនវីដេអូនេះគឺខ្ញុំធ្វើការថតបង្ហាញបាទជាមួយនឹងកម្ពុជារយន្ត SUV របស់ Denza បាទជាប្រភេទ Denza N9 បាទ plug-in hybrid សាំងលាយអគ្គិសនី model នេះចឹងនេះគឺជារូបរាងការ design ផ្នែកខាងមុខបាទដែលមានបងប្អូនអាចមើលបានថាខាងមុខគឺបង្ហាញបាទ design ឡើងជាមួយនឹង logo របស់ Denza ច្បាស់តែម្ដងហើយខាងមុខនេះមានភាព clean មើលទៅ clean អត់សូវមានជា mode អីបែបសាំញ៉ាំច្រើនណាបាទហើយប្រភេទពណ៌ខ្មៅនេះមើលទៅចំណាយកាចមែនតើបាទសម្រាប់ជាជាងអំពូលសម្រាប់ភ្លឺបងគឺយើងប្រើជាប្រភេទ LED បាទ LED គុជ3ឬគឺ LED 3នៅក្នុងនឹងតែម្ដងខាងក្នុងគឺ3បាទទាំងសងខាងអញ្ចឹងសម្រាប់ផ្នែកខាងមុខភ្លើងសម្រាប់បំភ្លឺផ្លូវគឺមានដល់6បាទអញ្ចឹងគឺធ្វើឲ្យពលឺបាទភ្លឺច្បាស់ល្អហើយទំហំយ៉ានបាទការ design សបកបាទភ្ជាប់មកជាមួយនឹងប្រភេទ Michelin យ៉ាងនេះទំហំ22បាទ275 45សបក Michelin ស្អាតមែនទែនសមជាមួយនឹងឡានមកបងដល់គ្នាអញ្ចឹងនេះគឺជាទស្សនវិជ្ជារូបរាងផ្នែកខាងក្រៅដែលខ្ញុំនឹងធ្វើការថតបង្ហាញជូនបងប្អូនមើលបាទនៅខាងលើនេះគឺយើងមានជាប្រភេទ LiDAR ដែលជាប្រព័ន្ធសុវត្ថិភាពបង្ហាញនៅរាល់ព័ត៌មានផ្សេងៗដែលជុំវិញឡានពេលបងប្អូនបើកបរបាទដើម្បីជាប្រព័ន្ធសុវត្ថិភាពហើយសម្រាប់កាមេរ៉ាវិញបាទគឺមកជុំឡានតែម្ដងមិនមែនទីក្របទេបាទនេះជាប្រភេទដៃទ្វារលឹបលៀនបាទដៃទ្វារលឹបលៀនអញ្ចឹងពេលបងunlock មកវាលៀនបែបហ្នឹងហើយយើងមានឈ្នាន់ខាងក្រោមបាទឈ្នាន់ខាងក្រោមនេះពេលយើងបើកវាលៀនមកតែម្ដងបាទអញ្ចឹងនេះគឺជាផ្នែកខាងក្នុងការ design ផ្នែកខាងក្នុងបាទប្រភេទ form ការប្រណិតស្អាតមែនតើបងប្អូនគ្នាបាទហើយខាងក្នុងមកជាប្រភេទពណ៌សទៅដោះគោបាទពណ៌សទៅដោះគោ option នេះគឺមកអស់ហើយបងប្អូនប្រព័ន្ធសុវត្ថិភាព auto pilot អីមានទាំងអស់បាទសម្រាប់ខាងក្នុងនេះ design មកគឺសមមែនតើបាទសមជាមួយនឹងរថយន្តទ្វារជាប្រភេទ T-bird បាទ T-bird អញ្ចឹងឈ្នាន់នេះចូលទៅវិញ OM បាទ Denza បាទខាងក្រោយនេះជាប់ Denza ខ្ញុំឆ្លាញ់ផ្នែកខាងក្នុងមែនតើការ design ផ្នែកខាងក្នុងស៊ីជាមួយនឹងឡានណាជាមួយនឹងពុកខាងក្រោយនេះហើយខាងក្នុង interior របស់ឡាននេះគឺស្អាតមែនតើបាទហើយទូទឹកកកបាទកៅអីឡាននេះគឺអី3ជួរអញ្ចឹងយើងមានផ្លូវដើរកណ្ដាលទៀតលក្ខណៈ VIP ហ្មងបែបអភិជនបាទពូតម្លៃចូលបែប 100000 ដែរបងប្អូនអរគ្នាបាទតម្លៃ 90000 ជាងបាទជិត 100000 អញ្ចឹងគឺភ្ជាប់មកជាមួយនឹងបណ្ឌិតភាពបាទរូបរាងស្អាតទំនើបបាទការបើកបរគឺផាសុកភាពមែនតើបាទហើយនេះគឺជារថយន្តដែលនាំចូលពីក្រុមហ៊ុនផ្លូវការអញ្ចឹងយើងមានការ warranty ពីក្រុមហ៊ុនច្បាស់លាស់ជូនបងជាមួយនឹង Denza N9 នេះសម្រាប់ប្រភេទ SUV ខ្នាតធំបាទអញ្ចឹងបងដែលចាប់អារម្មណ៍ជាមួយនឹង BYD ជាស្អីចាប់អារម្មណ៍ជាមួយនឹង Denza N9 នេះបាទនៅក្រុមហ៊ុនគឺយើងមាននៅក្នុង stock ហើយរូបរាងគឺស្អាតមែនតើសម្រាប់បងដែលចង់បានក៏ចង់តេស្តត្រាយអាចតាក់ទងមកលេខទូរស័ព្ទខ្ញុំបាទខ្ញុំបង្ហាញជូនបងជាមួយនឹងផ្នែកខាងក្នុងបន្ថែមថាស្អាតកម្រិតណាបាទនិយាយទៅគឺបើជាធៀបជាមួយតម្លៃបាទជាង $90000 ថា $100,000 ហើយជាមួយនឹងការ design option មកខាងក្នុងប៉ុណ្ណេះគឺសមរម្យខ្លាំងមែនតើបាទទាំងផាសុកភាពទាំងប្រព័ន្ធសុវត្ថិភាពផ្សេងទាំងទំហំបាទហើយនេះជា plug-in hybrid ចឹងបងសាកថ្មជីក៏បានហើយប្រើជាប្រភេទសាំងលាយអគ្គិសនីក៏បានដូចគ្នាបាទភេទទ្វារ bird ឈ្នាន់ជើងក្រោមគឺ auto ជាងនេះ